គឺព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងខាងអាជ្ញាធរខេត្តបន្ទាយមានជ័យបានជូនដំណឹងទៅថៃតវ៉ាកុំឲ្យលើកផ្លាកលើកអីដែលបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នៅកន្លែងនោះនៅភូមិដែលជាប់នៅក្នុងថៃជាថាទឹកដីថៃនងច័ន្ទបាទខ្មែរយើងហៅជោគជ័យហើយនឹងព្រៃច័ន្ទបាទនេះគឺជាការតវ៉ារបស់កម្ពុជារីឯព័ត៌មានទី2គឺនៅថៃឥឡូវនេះលោកអនុทิនបានក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិហើយក្រោយពីបានបង្ហាញគោលនយោបាយរដ្ឋាភិបាលរបស់គាត់ហើយនៅក្នុងនោះគឺគាត់បានបញ្ញាក្នុងការដោះស្រាយចំនួនជាមួយនឹងកម្ពុជាដោយប្រើយន្តការការទូតបាទនេះគឺជាការបញ្ញាចិត្តរបស់គាត់ហើយនឹងតើគាត់ធ្វើបានប៉ុណ្ណានៅមានបញ្ហាច្រើនហើយនៅក្នុងព័ត៌មាននេះក៏មានទី3នេះគឺពាក់ព័ន្ធជាមួយនឹងប្រទេសថៃពាណិជ្ជកម្មរបស់ប្រទេសថៃមានការធ្លាក់ចុះជាពិសេសជាមួយនឹងប្រទេសកម្ពុជាគឺធ្លាក់ចុះរហូតដល់ 99.9% ឯណោះបាទធ្លាក់ចុះច្រើនអញ្ចឹងក្រោយពីព័ត៌មាននេះខ្ញុំសូមចែករំលែកយោបល់មួយចំនួនទៅតាមអ្វីដែលប្រិមិត្តថាបានសួរមកដូចជាកូនខ្មែរកំពុងសួរថារឿងបារម្ភពីថៃមិនគោរពច្បាប់អន្តរជាតិអីជាដើមថាទៅធ្វើម៉េចបាទខ្ញុំមានកំណត់ខ្លះដើម្បីជម្រាបជូនប្រិមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅតំបន់បន្ទាយមានជ័យទល់ជាប់គ្នាជាមួយនឹងខេត្តស្រះកែវរបស់ថៃនិងថៃបានលើកផ្លាកឲ្យប្រជាពលរដ្ឋឲ្យចេញមកអញ្ចឹងឥឡូវនៅថ្ងៃនេះគឺខាងអភិបាលខេត្តបន្ទាយមានជ័យបានដាក់លិខិតទៅតវ៉ាទៅដល់ភាគីថៃផងដែរបាទខ្ញុំមិនអានលិខិតទាំងស្រុងទេគឺអ្វីដែលនៅក្នុងលិខិតរបស់លោកអ៊ុំរិត្រីគាត់ផ្ញើទៅហ្នឹងគឺតាំងពីថ្ងៃទី28ណាប៉ុន្តែត្រឹមតែបង្ហោះឲ្យឃើញនៅថ្ងៃទី29នេះទេគឺបញ្ជាក់ថាកម្ពុជាក៏តវ៉ាប្រឆាំងនឹងអភិបាលស្រះកែវអភិបាលខេត្តស្រះកែវដែលលើកបដាតាំងពីថ្ងៃទី28ចឹងបានន័យថាថៃលើកភ្លាមខ្មែរតវ៉ាភ្លាមតែម្ដងបាទរងចាំមើលគឺដែលក្នុងបដាផ្លាកប៉ាណូធំហ្នឹងគឺប្រកាសដេញឲ្យប្រជាពលរដ្ឋកម្ពុជាចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទដែលកម្ពុជាចាត់ទុកថាជាការអនុវត្តច្បាប់របស់ថៃមកលើពលរដ្ឋកម្ពុជាជាច្បាប់ក្នុងស្រុករបស់ថៃមកលើអនុវត្តកម្ពុជាគឺកម្ពុជាមិនទទួលស្គាល់ទេហើយនៅក្នុងលិខិតហ្នឹងគឺកម្ពុជាបានយោងទៅលើ MOU យោងទៅលើការព្រមព្រៀងគ្នាចរចាតាំងពីថ្ងៃ10កញ្ញាដែលគឺថាមានយន្តការជាច្រើនដែលត្រូវដោះស្រាយដូចជាមាន JBC ជួបប្រជុំមាន RBC ថ្នាក់តំបន់ហើយដែលឯកភាពគ្នាថាទុកបញ្ហានេះឲ្យថ្នាក់ JBC គឺក្រុមគណៈកម្មការព្រំដែនចម្រុះដែលត្រូវដោះស្រាយបញ្ហានឹងជាមួយគ្នាហើយប្រទេសថៃទោះបីជាបានឯកភាពនៅក្នុងកិច្ចប្រជុំ RBC ក៏ដោយស្រាប់តែមកធ្វើនេះហើយដោយនៅក្នុងនោះកម្ពុជាបានគូបង្ហាញថានៅក្នុងការឯកភាពគ្នាហ្នឹងបាទគឺច្បាស់ណាស់យើងនិយាយថាក្នុងរយៈពេលនេះណាអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តស្រះកែវនឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីរួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងការបង្កើនភាពតានតឹងបាទគឺបានន័យថាឲ្យរក្សានៅស្ថានភាពដដែលដែលអញ្ចឹងហើយបានជាលោកអ៊ុំរិទ្ធិគាត់ថាដូច្នេះរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើឲ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្ដល់កិច្ចសហការចាត់វិធានការបញ្ឈប់នៅសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានៅស្ថានភាពដើមអញ្ចឹងគឺកម្ពុជាបានតវ៉ាទៅនឹងដែរតើថៃនៅអនុវត្តដូចយ៉ាងម៉េចបាទថៃក៏ទុកពេលឲ្យយើងខ្លីដើម្បីជំលះឬក៏រុះរើផ្ទះចេញពីតំបន់នោះវិញបាទនេះគឺជាការវិវត្តនៅស្ថានភាពនៅព្រំដែននៅច្រកខាងបន្ទាយមានជ័យណាបន្ទាយមានជ័យក៏ប៉ុន្តែក៏មាននៅច្រកផ្សេងទៀតដែរខ្ញុំនឹងជម្រាបជូននៅពេលក្រោយក៏ប៉ុន្តែឥឡូវនេះសូមជូនទៅព័ត៌មានទី2នេះដែលជាព័ត៌មានធំមួយទៀតបាទមានសារព័ត៌មានច្រើនបានចុះផ្សាយនៅថ្ងៃនេះមានតាំងពី ABC News Al Jazeera បារាំងអីច្រើនអញ្ចឹងខ្ញុំឃើញសារព័ត៌មាន Al Jazeera នេះខ្ញុំដកស្រង់របស់ Al Jazeera មកផ្សាយជម្រាបជូនប្រិមិត្តក៏ប៉ុន្តែខ្ញុំបញ្ចូលខ្លឹមសាររបស់សារព័ត៌មានមួយចំនួនទៀតដែរមាន AP បញ្ចូលទៅក្នុងហ្នឹងដើម្បីឲ្យមានន័យក្តោបគ្រប់សម្រាប់ប្រិមិត្ត
សិនជាប្រិមិត្តទៅអានតែ Al Jazeera គឺមានខ្លឹមសារខុសខ្លះពីអ្វីដែលខ្ញុំជម្រាបជូននេះបាទខ្ញុំដាក់ចូលទាំងពីរដើម្បីឲ្យបានពីទាំង3នឹងតែម្ដងដើម្បីឲ្យបានគ្រប់អត្ថន័យបាទក្នុងន័យហ្នឹងគឺលោកអនុทิនណាលោកអនុทิនគាត់បដិញ្ញាថានឹងដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយកម្ពុជាដោយប្រើយន្តការការទូតបាទការទូតគឺមិនប្រឡាប់ប្រមុតទេនៅក្នុងអត្ថបទបានបញ្ជាក់ថាប្រធានាធិបតីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃគឺបាននិយាយថារដ្ឋាភិបាលរបស់លោកនឹងប្រើការទូតដើម្បីដោះស្រាយចំនួនព្រំដែនដែលកំពុងតែបន្តមានជាមួយនឹងកម្ពុជាហើយលោកក៏បានស្នើឡើងនៅការធ្វើប្រជាមតិមួយដើម្បីដោះស្រាយចំនួនដែលកំពុងតែបន្តជាមួយនឹងប្រទេសកម្ពុជាតាក់ទងជាមួយនឹងការកំណត់ព្រំដែនអញ្ចឹងថៃគាត់គិតរឿងធ្វើប្រជាមតិលើអនុស្សាវរណៈទៀតលោកនាយករដ្ឋមន្ត្រីអនុทิនបានគឺលោកអនុทิនច័ន្ទវីរកុលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថាដើម្បីជៀសវាងកុំឲ្យមានទំនាស់បន្ថែមទៀតនោះគឺរដ្ឋាភិបាលនឹងជំរុញឲ្យមានការបោះឆ្នោតដើម្បីធ្វើប្រជាមតិដើម្បីចង់ដឹងថាតើរដ្ឋាភិបាលថៃនឹងគួរតែលុបចោលនៅអនុស្សាវរណៈដែលបានសម្រេចបានជាមួយនឹងប្រទេសកម្ពុជាឬយ៉ាងណាគាត់នឹងធ្វើការធ្វើប្រជាមតិសុំមតិពីប្រជាពលរដ្ឋរបស់គាត់នឹងក៏ប៉ុន្តែអ្នកជំនាញថាអស់រយៈពេលជាច្រើនឆ្នាំមកហើយគឺប្រទេសទាំងពីរគឺពឹងផ្អែកទៅលើកិច្ចព្រមព្រៀងហ្នឹងដែលបានចុះហត្ថលេខាក្នុងឆ្នាំ2000ដើម្បីជាក្របខ័ណ្ឌមួយនៅក្នុងការកំណត់ព្រំដែននិងវាស់វែងព្រំដែនរួមគ្នានៅលើដៃគោកបាទនៅលើគោកហើយអនុស្សាវរណៈមួយទៀតនៅឆ្នាំ2001គឺផ្ដល់ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនិងអំពីការចែករំលែកធនធានដែលបើសិនជាមាននៅតាមតំបន់សមុទ្រដែលប្រទេសទាំងពីរអះអាងត្រួតស៊ីគ្នាបាទអញ្ចឹងឥឡូវនេះគឺលោកអនុทิនក៏ចង់ធ្វើប្រជាមតិបាទក៏ប៉ុន្តែប្រទេសថៃបាននៅក្នុងកិច្ចព្រមព្រៀងនោះបាទគឺឥឡូវនេះកំពុងតែបាទរងការសង្កេតតាមដានរិះគន់ពីមហាជនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនមកបើយោងតាមលោកច័ន្ទវីរកុលគឺការធ្វើប្រជាមតិថ្មីនេះបាទនឹងអាចផ្ដល់នៅអាណត្តិយ៉ាងច្បាស់បន្ថែមទៀតឲ្យប្រទេសថៃក្នុងការដោះស្រាយបញ្ហាទាំងអស់នេះក៏ប៉ុន្តែអ្នកជំនាញគឺបានព្រមានណាលោកវឌ្ឍនាផានិតានវឌ្ឍនាយករដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យจุฬាលង្កនគាត់បានព្រមានថាឲ្យប្រយ័ត្នណាប្រយ័ត្នមែនទែននៅក្នុងការលុបចោលនៅកិច្ចព្រមព្រៀងទាំងអស់នេះបាទក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយនឹងប្រទេសកម្ពុជានេះពីព្រោះថៃត្រូវផ្ដល់ឲ្យអ្វីជំនួសបើលុប MOU នឹងហើយតើយកក្របខ័ណ្ឌណាផ្សេងទៀតមកជំនួសនៅក្នុងការចរចាព្រំដែនជាមួយនឹងកម្ពុជានោះហើយទន្ទឹមនឹងនោះថៃក៏ត្រូវជម្រាបទៅដល់កម្ពុជាដើម្បីឲ្យកម្ពុជាទទួលស្គាល់ផងដែរបាទដូច្នេះគឺជាកិច្ចការដែលរដ្ឋាភិបាលលោកអនុทิនត្រូវធ្វើហើយអនាគតនៃទំនាក់ទំនងរវាងប្រទេសកម្ពុជាគឺបាទមួយទៀតគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកស៊ីហាសាក់ភុងខិតខៅគាត់បានជើញទៅដល់ប្រទេសថៃវិញហើយនៅថ្ងៃច័ន្ទនេះគាត់បានជម្រាបអ្នកសារព័ត៌មានដែរគាត់ថាអនាគតនៃទំនាក់ទំនងរវាងកម្ពុជាហើយនិងថៃគឺអាស្រ័យទៅលើកម្ពុជាណាគាត់ដាក់បន្ទុកមកលើកម្ពុជាគាត់ថាចំហថៃរបស់វិញគឺច្បាស់ហើយគឺថៃចង់បានសន្តិភាពបាទហើយតើកម្ពុជាចង់បានយ៉ាងណាគាត់ថាជាមួយកម្ពុជាគាត់អត់មានឃើញមានការវិវត្តអីគួរឲ្យចាប់អារម្មណ៍នោះទេបាទលោកភុងកិតខែបាននិយាយបែបនេះនៅក្នុងសភានៅថ្ងៃដំបូងនៃថ្ងៃដែលលោកអនុทิនថ្លែងសន្ទរកថាបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកបាទលោកភុងកិតខែបានបន្ថែមថាប្រទេសថៃមិនចង់បិទបាទប្រទេសថៃមិនបានបិទច្រកចរចាទេគឺឥឡូវនេះយើងមានជម្រើសពីរទី1គឺជាជម្រើសដែលឈានទៅដល់ការបង្កើនចំនួននិងការបាត់បង់ហើយជម្រើសមួយទៀតគឺការសន្ទនាដោយស្មោះត្រង់ទៅវិញទៅមកដើម្បីធានាឲ្យមានសុវត្ថិភាពនិងសន្តិភាពនេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួង
ការបរទេសរបស់ប្រទេសថៃប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសួរថាតើចំនួនហ្នឹងអាចដោះស្រាយដោយទ្វេភាគីឬយ៉ាងម៉េចត្រូវតែដោះស្រាយយន្តការទ្វេភាគីលោកស៊ីហាស័កភូមិកិច្ចការបាននិយាយថាបញ្ហាទាំងអស់នេះគួរតែដោះស្រាយនៅក្នុងក្របខ័ណ្ឌទ្វេភាគីគឺគ្មានអ្វីដែលចាំបាច់ទៅយកទៅតឆាកអន្តរជាតិទេបាទបើយកទៅឆាកអន្តរជាតិហើយប្រើព័ត៌មានដែលមិនច្បាស់ព័ត៌មានតែមួយខាងគឺมันអាចជួយដោះស្រាយបញ្ហានេះទេនេះបើតាមការបញ្ជាក់របស់គាត់បាទនឹងគឺជាចំណុចមួយដែលខាងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានលើកឡើងបាទហើយចំណុចមួយទៀតគឺលោកអនុធានបានបញ្ជាក់ថាគាត់នឹងដាក់កម្លាំងប៉ូលីសបាទកម្លាំងប៉ូលីសបង្កើនចំនួនវត្តមានប៉ូលីសទៅច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលបន្ទុកការងាររបស់ទាហានបាទហើយគាត់ថាគាត់បានពិភាក្សាការងារនេះជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិជាមួយនឹងប្រធានមេយោធារួចហើយក៏បាននិយាយបញ្ហានេះជាមួយនឹងមេប៉ូលីសផងដែរបាទគឺថាមានការឯកភាពគ្នាហើយនៅពេលដែលគេសួរថានិយាយពីពេលណាបើតាមអ្នកសារព័ត៌មានគឺថាប្រហែលជាយប់មិញនៅយប់ថ្ងៃអាទិត្យហ្នឹងគឺគាត់បានពិភាក្សាគ្នារឿងហ្នឹងដើម្បីបង្កើនកម្លាំងប៉ូលីសបាទដោយសារអីលោកអនុធានគាត់ជានាយករដ្ឋមន្ត្រីផងគាត់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរបាទអញ្ចឹងគាត់ត្រូវការប្រើកម្លាំងដែលនៅក្រោមដៃរបស់គាត់ដើម្បីធ្វើកិច្ចការហ្នឹងតើវាជារឿងមួយធូរស្រាលជាងមុនឬក៏យ៉ាងម៉េចក៏យើងអត់ទាន់ដឹងដែរពីព្រោះគាត់ធ្លាប់និយាយហើយថាអំណាចទាំងអស់កិច្ចការសម្រេចនៅរឿងការពារព្រំដែនគឺអាស្រ័យទៅលើយោធានេះមុនពេលដែលគាត់ចូលកាន់អំណាចដល់ពេលឥឡូវគាត់បានកាន់អំណាចគាត់និយាយថាត្រូវគាត់ឲ្យប៉ូលីសទៅដែរអញ្ចឹងអាចវាជាការមួយដែលគាត់គេថាបញ្ចូលអំណាចរបស់គាត់បន្តិចម្ដងដើម្បីឲ្យមានមនុស្សនៅក្រោមដៃគាត់ដែលគាត់អាចបញ្ជាបានអញ្ចឹងចាំមើលទាំងអស់គ្នាតើរឿងហ្នឹងវាយ៉ាងម៉េចបាទឥឡូវនេះព័ត៌មានបន្ទាប់មកទៀតនេះគឺខ្លីៗជូនខ្លីៗបាទវាមានវិវត្តឲ្យច្រើនខ្លីៗទៅបាទមានខ្លីៗមួយទៀតហ្នឹងគឺបើយោងតាមកាសែតរបស់ថៃបាទបាងកកប៉ុស្តិ៍ហើយនឹង Nation ហ្នឹងបាទខ្ញុំឃើញថាអ្នកនាំពាក្យខាងយោធាជើងទឹកថៃបាននិយាយថាពួកគាត់បានរុះផ្ទះចំនួន3ខ្នងនៅក្នុងភូមិបាននងរីបាទនៅក្នុងខេត្តត្រាតក្នុងស្រុកមឿងបាទមឿងបាទហើយគាត់ថាផ្ទះហ្នឹងគឺសង់ចូលទៅក្នុងទឹកដីរបស់ថៃធ្វើឲ្យប្រជាពលរដ្ឋថៃហ្នឹងគឺគាត់មានការអន្ទះសារក្នុងចិត្តមិនពេញចិត្តមិនសប្បាយចិត្តអស់ជាយូរមកហើយគាត់ថាកន្លែងផ្សេងទៀតគឺទុកនិយាយគ្នាជាមួយនឹងភាគីកម្ពុជាថាតើរឿងហ្នឹងវាយ៉ាងម៉េចបាទនេះគឺជាអ្វីដែលមានការវិវត្តតាក់ទងជាមួយនឹងបញ្ហាទំនាក់ទំនងកម្ពុជាថៃនិងទំនាស់ហ្នឹងហើយនឹងបញ្ហាព្រំដែនហ្នឹងបាទគឺថៃបានចាត់វិធានការបែបនេះបាទហើយព័ត៌មានទី3បាទសូមជូនខ្លីៗគឺពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មរបស់ប្រទេសថៃឆ្លងដែនទាំងមូលតែម្ដងគឺមានការធ្លាក់ចុះបាទជិត 24% ឯណោះបាទក្នុងរយៈពេលកន្លងមកនេះគឺមានការធ្លាក់ចុះហើយបើសិនជានិយាយជាមួយកម្ពុជាវិញគឺធ្លាក់ចុះរហូតដល់ 99.9% ណាបាទធ្លាក់ចុះសឹងតែ 100% តែម្ដងនេះបើតាមការបញ្ជាក់របស់ខាងនាយកដ្ឋានការធ្វើពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃបានឲ្យដឹងបាទគឺការដោះដូរទំនិញគ្នាហ្នឹងគឺមានតែចំនួន10លានបាតទេក្នុងពេលកន្លងមកនេះគឺតាំងពីមានបញ្ហាព្រំដែនមកបាទនេះគឺជាព័ត៌មានទាំង3ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលតាក់ទងជាមួយនឹងកម្ពុជានិងថៃខ្ញុំឃើញមានប្រិយមិត្តបានលើកឡើងនៅចម្ងល់និងកង្វល់ជាច្រើនខ្ញុំក៏មិនមែនជាអ្នកដោះស្រាយបញ្ហាដែរតែគ្រាន់តែខ្ញុំឲ្យជាគំនិតខ្លះតាមអ្វីដែលមាននឹងថាតើគេត្រូវដោះស្រាយយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងក៏ប្រិយមិត្តគ្រាន់តែស្ដាប់ដើម្បីជាចំណេះដឹងណាបាទគឺក្នុងករណីដែលមានកិច្ចព្រមព្រៀងមានអីចឹងថៃបាទមិនគោរពតាមអញ្ចឹងតើមានយន្តការអ្វីដែលគេអាចប្រើប្រាស់បានបាទបើតាមក្បួនគេគឺធម្មតាការចរចានោះគេត្រូវប្រើមានណាមានចរចាគ្នានិយាយគ្នាដោយលោក
ចវាយខេតគាត់ធ្វើហ្នឹងគឺបាននិយាយគ្នាចរចាគ្នាហ្នឹងបាទទៅនិយាយគ្នាទៀតបាទហើយបើសិនជានិយាយអញ្ចឹងហើយនៅតែមិនព្រមគឺអាចមានឈានទៅមកជំហានទៀតគឺថាមានភាគីចរចាណាដែលទី3ដែលអព្យាក្រឹតអាចហៅគាត់មកជួយសម្របសម្រួលនិយាយគ្នានិយាយអីចឹងទៅដើម្បីជួយអាហ្នឹងដូចជាក្នុងករណីរាល់ថ្ងៃនេះគឺមានម៉ាឡេស៊ីណាម៉ាឡេស៊ីដែលគាត់ជាអ្នកដើរតួបាទហើយបើសិនជាក្នុងករណីនេះដូចជានៅថៃដែលកំពុងធ្វើអនុធានកំពុងធ្វើហ្នឹងគឺគាត់ដកខ្លួនចេញពីកិច្ចព្រមព្រៀងហ្នឹងឃើញទេដកខ្លួនពីកិច្ចព្រមព្រៀងហ្នឹងអាហ្នឹងក៏ជាវិធានការមួយដែរតែខ្មែរអត់ទាន់ប្រើទេខ្មែរយើងនៅតែគោរពតាមច្បាប់បើថៃឥឡូវឈានទៅដល់ដំណាក់កាលដកខ្លួនចេញពីកិច្ចព្រមព្រៀងហ្នឹងដោយធ្វើជាមតិអាហ្នឹងក៏គេមានអញ្ចឹងដែរដោយសារថៃគាត់ថាកិច្ចព្រមព្រៀង MOU ហ្នឹងវាធ្វើឲ្យមានបញ្ហាមួយគាត់អាហ្នឹងក៏ជាវិធានការមួយប៉ុន្តែចំណេញខាតអាហ្នឹងគឺមិនដឹងដែរណាបាទហើយវិធានការមួយទៀតគឺក៏អាចចាត់វិធានការសងសឹកតាមផ្នែកពាណិជ្ជកម្មដាក់ទណ្ឌកម្មដែរដោយអាមេរិកធ្វើដាក់ទណ្ឌកម្មដាក់អីនឹងច្រើនបាទហើយមានតឡាការក្នុងស្រុកក៏អាចប្រើបានដែរបាទហើយក៏មានយន្តការអន្តរជាតិដែរយន្តការអន្តរជាតិនេះខ្ញុំនិយាយរួមអ្វីដែលខ្ញុំជម្រាបជូននេះគ្រាន់តែជាអ្វីដែលមានទេគេហៅថាអាវុធដែលមាននៅក្នុងដៃទេក៏ប៉ុន្តែយើងយកអាវុធហ្នឹងមកប្រើបានឬមិនបានអាហ្នឹងស៊ីសងទៅលើស្ថានភាពជាក់ស្ដែងណាដោយសារប្រិមិត្តសួរខ្ញុំអញ្ចឹងខ្ញុំក៏ចែករំលែកនៅចំណេះដឹងទីទៅបាទអញ្ចឹងដូច្នេះក្រៅពីការចរចាការរកភាគីមកជួយសម្រួលការដាក់ទណ្ឌកម្មការដកខ្លួនចេញពីកិច្ចព្រមព្រៀងហ្នឹងក៏មានយន្តការអន្តរជាតិដែរទូយ៉ាងដូចជាមាន ICC ណា ICC មាន ICJ តឡាការពិសេសអីណាមួយអញ្ចឹងទៅបើគេបង្កើតឡើងអញ្ចឹងទៅអញ្ចឹងដូចខ្មែរយើងតែមានលឿនអាខ្លះនិយាយ ICJ ហ្នឹងបាទតើខ្មែរយើងដើរដល់ដំណាក់កាលប្រើ ICJ នៅពេលណាអានោះខ្ញុំសូមបញ្ចូលដល់រឿងហ្នឹងដោយសារតែខ្លួនឯងក៏មិនចេះច្បាស់កន្លែងរឿងហ្នឹងហើយស្ថានភាពនៅពិតជាក់ស្ដែងយ៉ាងម៉េចខ្ញុំក៏មិនហ៊ាននិយាយដែរអញ្ចឹងដូច្នេះខ្ញុំឃើញអ្នកនយោបាយហើយនឹងរដ្ឋាភិបាលគាត់មានការបកស្រាយមិនអាហ្នឹងខ្ញុំបញ្ចូលដល់ចំណុចហ្នឹងខ្ញុំគ្រាន់ប្រាប់ថាបើសិនជាក្នុងករណីដែលមានរឿងអញ្ចឹងវាអាចប្រើយន្តការអស់ហ្នឹងណាគឺមានតឡាការពិសេសបង្កើតឡើងសម្រាប់កាត់ទោសគាត់អីរឿងអីតវ៉ាអីចឹងទៅបាទឬក៏ ICC ICJ ហ្នឹងក៏វាជាយន្តការមួយដែរហើយក៏មានក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិនោះគឺខ្មែរផ្ញើតវ៉ាមកដែរឃើញមានរហូតដល់គេសម្រេចកិច្ចប្រជុំបទទ្វារហ្នឹងគឺឲ្យទៅម៉ាឡេស៊ីហ្នឹងឃើញទេបាទអញ្ចឹងគឺមានយន្តការអស់ហ្នឹងយន្តការសិទ្ធិមនុស្សអន្តរជាតិហ្នឹងដោយខាងគេថាគណៈកម្មការជាតិសិទ្ធិមនុស្សជាតិហ្នឹងក៏បានតវ៉ាមកដែរអញ្ចឹងដូច្នេះនឹងយន្តការហ្នឹងខ្មែរប្រើអស់ហើយបាទហើយអាចប្រើតឡាការអីទណ្ឌកម្មអីឬក៏ទណ្ឌកម្មបុគ្គលអីច្រើនតទៅទៀតណាអញ្ចឹងណានេះគឺជាអ្វីដែលមានអញ្ចឹងឥឡូវអ្វីដែលជាយោបល់ខ្ញុំវិញប៉ុន្តែគ្រាន់តែជាចំណេះដឹងឯងខ្ញុំគ្មានដឹងព័ត៌មានពីក្នុងឬក៏ធ្វើអីបានទេបើតាមយោបល់ខ្ញុំវិញអ្វីដែលខ្មែរគួរធ្វើមានពីរដែរបាទដែលគួរអានោះតើមានអ្នកគេពិនិត្យមើលជាក់ស្ដែងណាខ្ញុំគ្រាន់ឲ្យយោបល់គាត់ឲ្យជាចំណេះដឹងដល់ប្រិមិត្តនេះខ្ញុំមើលច្រកពាណិជ្ជកម្មតាមរយៈរឿងទី3ដែលខ្ញុំនិយាយមិញហ្នឹងគឺថៃមានការរំចេញហ្នឹងវាធ្លាក់ចុះមិនមែនតែជាមួយខ្មែរទេណាមកជាមួយនឹងប្រទេសជិតខាងឃើញតែនៅម៉ាឡេស៊ីមួយដែលគាត់នៅមានច្រើនអត់មានធ្លាក់ចុះប្រមាណទេបាទអញ្ចឹងបើសិនជាខ្មែរអាចធ្វើបានដើម្បីដាក់ថៃវិញច្រកព្រំដែនហ្នឹងបិទមួយរយៈកុំឲ្យមានចរាចរណ៍ទំនិញអីពីព្រោះថៃក៏ពឹងលើយើងច្រើនដែរបាទហើយគឺនោះគឺជាអ្វីដែលឃើញគេធ្វើណាឃើញធ្វើហើយបាទមួយទៀតដែលត្រូវធ្វើដែរហ្នឹងនៅក្នុងចំណុចទី1ដដែលហ្នឹងគឺអាចចរចាជាមួយម៉ាឡេស៊ីហ្មងបាទខ្ញុំមិនដឹងថាម៉ាឡេស៊ីខ្មែរមានតំណែងពាណិជ្ជកម្មមិនទេណាយើងពីពិតកម្មទៅម៉ាឡេស៊ីយកអ្វីពីម៉ាឡេស៊ីឲ្យម៉ាឡេស៊ីគាត់ធ្វើការជាមួយយើងចូលរួមធ្វើមួយម៉ាឡេស៊ីនេះគឺបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែរដោយអាមេរិកគាត់អ្វីដែលអាមេរិកខ្លាំងដោយថ្ងៃមុនលោកប៊ុនហៀងសួរហ្នឹងគឺក្រៅតែពីមានយោធាសេដ្ឋកិច្ចមានប្រព័ន្ធគេថាប្រព័ន្ធដោះដូរទំនិញដោះដូររូបិយបានហ្នឹងក៏នៅមានអ្វីដែលជាចំណុចខ្លាំងរបស់អាមេរិកមួយទៀតជាពិសេសរដ្ឋបាលលោក Biden ហ្នឹងគឺ alliance ការចងសម្ព័ន្ធមិត្ត
ហើយក្នុងការចងសម្ព័ន្ធមិត្តនេះជាយុទ្ធសាស្ត្រដែលគេប្រើតាំងពីមុនសម័យខ្មែរចិនវាឆ្លោះគ្នាអានគរ3នឹងទៀតអានគរ3នឹងគឺគេប្រើយុទ្ធសាស្ត្រ Alliance អ្នកណាចូល Facebook ខ្ញុំលើកយូរហើយខ្ញុំធ្លាប់ចែកអាយុទ្ធសាស្ត្រចង Alliance គេថាសម្ព័ន្ធមិត្តប្រឈរសម្ព័ន្ធមិត្តប្តីអីហ្នឹងកាលហ្នឹងចិនវានៅអានគរ7នៅឆ្លោះគ្នាហ្នឹងខ្ញុំធ្លាប់ព្រឹងហ្នឹងអញ្ចឹងអ្វីដែលរដ្ឋបាលលោក Biden គាត់ខ្លាំងគឺចងជាសម្ព័ន្ធមិត្តហ្នឹងគាត់ស្រាក់ដៃគ្នាចូលរួមមួយគ្នាវិញកុំទិញប្រេងរុស្ស៊ីបាទអូចូលនេះកុំទិញប្រេងដាក់បានទេណាចឹងអាចនឹងចងសម្ព័ន្ធមិត្តជាមួយនឹងម៉ាឡេស៊ីពីព្រោះខ្ញុំតាមខ្ញុំដឹងម៉ាឡេស៊ីក៏គាត់មិនសប្បាយចិត្តជាមួយនឹងថៃប្រហែលដែរតែកម្ពុជាអាចចងដៃជាមួយនឹងម៉ាឡេស៊ីដើម្បីរួមគ្នាដាក់ទណ្ឌកម្មថៃយ៉ាងម៉េចតាមរយៈរកឃើញថាថៃរំលោភបទច្បាញ់របបអីហ្នឹងដាក់វិធានការតើម៉ាឡេស៊ីគាត់អាចនឹងខាតបង់បណ្ណាឬចូលរួមបណ្ណាជួយយើងបណ្ណាអាហ្នឹងខ្ញុំដឹងដែរនេះគាត់ថាជំរឿនវាមានតែច្រកហ្នឹងដែរណាជំរឿនច្រកហ្នឹងដែរហើយនិយាយជាមួយនឹងឡាវអីទៀតមកដោះដូរគ្នាឲ្យយើងទទួលរបស់គេមិនគេទទួលរបស់យើងមិនអាហ្នឹងយើងអត់ដឹងដែរណាបាទទី2មួយទៀតគឺទេសចរបាទទេសចរហ្នឹងក៏ថៃកំពុងប៉ះពាល់ដែរហើយខ្មែរយើងអាចធ្វើបានដែរឥឡូវហ្នឹងអ្វីដែលថៃជួបគឺដូចខ្ញុំបាននិយាយងាយមិញចែករំលែកហ្នឹងថៃក៏ជួបបញ្ហាទេសចរធ្លាក់ចុះហ្នឹងបាទទំនុកចិត្តទៅលើទេសចរគាត់ធ្លាក់ចុះហ្នឹងដោយសាររឿងទំនាស់ជាមួយកម្ពុជានឹងផងដោយសាររឿងចិនមិនសូវធ្វើដំណើរផងដោយសារលុយថៃវាឡើងអីហ្នឹងផងហើយកត្តាអស់ហ្នឹងប៉ុន្តែរឿងដែលអ្នកចិនមិនសូវធ្វើដំណើរហ្នឹងវាមានរឿងដែរជួនកាលទៅតាមសេចក្តីរាយការណ៍មកគឺទៅថៃហ្នឹងគឺគេឈ្មោះទេសចរថៃឡើយមិនសូវល្អព្រោះនោះរបៀបដូចជាធ្វើបាបទេសចរអញ្ចឹងដូច្នេះកម្ពុជាអាចផ្ដោតទៅលើទេសចរហ្នឹងដែរគឺបានន័យថាធ្វើជា package យ៉ាងម៉េចដែលតាក់ទាញថោកសម្រាប់ឲ្យទេសចរចិនអាហ្នឹងគេភាសាអង់គ្លេសគេថា low hanging fruit ផ្លែឈើដែលនៅទាបដែលបានភ្លាមគឺយើងស្តង់ដារបាទអូខេអ៊ីនធឺណិតមិញតិចបាទស្តង់ដារចិនគឺក៏អត់សូវខ្ពស់ប្រហែលទេដូច្នេះអាចជា package ហៅគាត់មកហើយទន្ទឹមនឹងហ្នឹងមកងាកមកខាងអន្តរជាតិអ្នកពួកប្រចាំប្រទេសហ្នឹងធ្វើយ៉ាងម៉េច package ណាដែលតាក់ទាញពួកខាងគេហៅថាពួក backpacker ប្រទេសខ្លះគេហាម backpacker ឲ្យចូលដូចប្រទេសប៊ូតានណាប៊ូតានគេហាមមក backpacker មួយឆ្នាំគេឲ្យកូតាចូលបានប្រហែលមកយើងអត់តមានអាហ្នឹងយើងអាចតាក់ទាញហ្នឹងពីពួក backpacker ហ្នឹងគាត់ទៅចាយលុយតិចមែនប៉ុន្តែរឿងមិនដែលគាត់ដឹងដែលគាត់ចំណេញពួកហ្នឹងសុទ្ធតែជា social media savvy ពួកលេង social media ទៅដល់ណាគាត់ live គាត់ថតនៅហ្នឹងប្រហោះនិយាយល្អបើគាត់ទៅមកវិញគាត់ដូចជាគេហៅថា messenger មួយជួយស្រុកយើងអញ្ចឹងហើយបានថ្ងៃមុននោះបងអូនមួយដែលមកថតខ្ញុំនៅក្នុង studio ធ្វើរឿងពីខ្ញុំហ្នឹងខ្ញុំថាទៅលេងស្រុកខ្មែរទៅគាត់សួរថាគាត់ខ្មៅនោះគាត់ថាទៅលេងស្រុកខ្មែរគេអត់ប្រកាន់ទេខ្ញុំថាទេស្រុកខ្មែរហ្នឹងគឺគេចែកជាពីរទេចែកតែទី1គឺប្រជាជនខ្មែរហើយនិង foreigner ហើយមួយ foreigner យើង welcome ជានិច្ចអត់មាន foreigner ខ្មៅ foreigner ស foreigner អីទេលឿងអីទេគឺថាខ្មែរហើយនឹងគឺថាស្រុកដែលញញឹមថា smiling country smiling land ពិតប្រាកដមែនហ្នឹងគឺខ្មែរហ្នឹងហើយថៃមិនដល់ស្មៃដូចខ្មែរបើខ្មែរពេលខ្លះលុយក្នុងកប៉ាល់ក៏ញឹមដែរជួបគ្នាសាយគ្នាដាក់ដែរស្វាគមន៍ទេសចរអញ្ចឹងគាត់ថាគាត់នឹងទៅលេងដូច្នេះពួកដែលចំណាយតិចមែនក៏ប៉ុន្តែពួកហ្នឹងធ្វើជា messenger ឲ្យច្រើនបើយើងតាក់ទាញអាហ្នឹងបាទហ្នឹងដូច្នេះនេះជាអ្វីដែលខ្ញុំមើលឃើញអញ្ចឹងបានថាឥឡូវហ្នឹងគឺថៃមិនគ្រប់អញ្ចឹងមានតែរឿងយន្តការសេដ្ឋកិច្ចនិងប្រស្ទីលអាមេរិកកាំងក៏ប៉ុន្តែតែយើងធ្វើបានប៉ុណ្ណាយើងមានទឹកមាត់ប៉ុណ្ណាខ្ញុំអត់ដឹងដែរខ្ញុំគាត់ថាជាទិសស្ដីទេអ្វីដែលមានយន្តការដែលមានដែលអាចធ្វើបានបាទនេះសូមជូនយោបល់ប៉ុណ្ណឹងចង់រៀងវែងតិចផងបាទប៉ុន្តែជូនយោបល់ប៉ុណ្ណឹងអាចអនុវត្តបានហ្នឹងខ្ញុំដឹងដែរគាត់ជាអ្វីដែលមានប្រិមិត្តគាត់សម្ដែងការព្រួយបារម្ភអញ្ចឹងបាទឥឡូវនេះចូលព័ត៌មានទី3មានអ្នកនិយាយថាចង់ទៅ ICJ ណាបាទប៉ុន្តែឃើញវាមានជួបឧបសគ្គថៃវាមិនព្រមទៅឬក៏ច្បាប់ពីមុនមកវាមិនអាចតាក់កលាចងថៃមកយើងមិនដឹងខ្ញុំអត់សូវជំនាញខាងហ្នឹងដែរបាទខ្ញុំអត់ជំនាញខាងហ្នឹងដែរអញ្ចឹងខ្ញុំគាត់ឲ្យជាយោបល់ថាអ្វីដែលមាននេះបាទដូចរបៀបថាអូអាវុធដែលយើងប្រើអាវុធចេះប៉ុន្តែយើងមានលុយទិញអាវុធប៉ុណ្ណាយើងមិនដឹងបាទបើយើងមានគ្រប់ទាំងអស់នៅវាមិនអីទេបាទអញ្ចឹងនេះគឺជាចំណុចតាក់ទងនឹងថៃនិងកម្ពុជានឹងឥឡូវចូលដល់ចំណុចទី4បាទខ្លីៗចុះបាទរឿងទី4គឺឥឡូវនេះគណៈបកដែលនិយមនៅខាងអឺរ៉ុបណា
គណៈបក Moldova ហ្នឹងនៅក្នុងប្រទេស Moldova ហ្នឹងគឺគាត់ឈ្នះឆ្នោតអូនេះគឺជារឿងមួយជោគជ័យដែរណាពីព្រោះអីគណៈបកកណ្ដាលអំណាចដែរគាត់គណៈបកកណ្ដាលអំណាចហ្នឹងគឺគាត់ឈ្នះបានសម្លេង 50.1% នោះបើតាមលទ្ធផលមកដល់ពេលនេះហើយក្នុងគណៈពេលដែលគណៈបកដែលនិយមរុស្ស៊ីហ្នឹងបានតែចំនួន 24% ទេ 24% គណៈបកក្រៅពីហ្នឹងទៅសម្លេងស្ដាំនិយមប្រជាធិបតេយ្យច្រើនប៉ុន្តែវាសំខាន់គណៈបកកណ្ដាលអំណាចហ្នឹងគឺគាត់នៅរក្សាតំណែងបានរហូតដល់លើអញ្ចឹងគេព្រួយបារម្ភពីរឿងរុស្ស៊ីនឹងដែរបាទនឹងអញ្ចឹងអាចដកដង្ហើមធំបានស្រួលបានអញ្ចឹងគេតាមមើលទៅអាចនឹងតែងតាំងនាយករដ្ឋមន្ត្រីណាដែលមាននិន្នាការមកខាងប្រចាំប្រទេសនឹងដែរណាអញ្ចឹងណាបាទព័ត៌មានទី5បាទព័ត៌មានទី5គឺលោកយាយជេឌីវ៉ែនគាត់ថារុស្ស៊ីនឹងគួរល្មមភ្ញាក់ខ្លួនហើយឥឡូវងាកមកតុកចរចាវិញមកពីព្រោះអីខ្លួនឯងកំពុងតែចាញ់នៅក្នុងសមរភូមិនឹងច្រើនណាទៅមុខមិនរួចទេបាទបាត់បង់ទាហានច្រើនដូច្នេះការថ្លែងរបស់គាត់ហ្នឹងគឺតែប្រមាណម៉ោងប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីបានផ្លោងដាក់អ៊ុយក្រែនយ៉ាងខ្លាំងជិត600 drone នោះបាទមានមីស៊ីមានអីផងមិនសិនមិញដែលខ្ញុំបានជម្រាបហ្នឹងគឺបាញ់2ទៅ10ម៉ោងតែម្ដងបាទប្រហែលម៉ោងក្រោយមកលោក JD Vance ឡើងទូគាត់ថារុស្ស៊ីល្មមភ្ញាក់ខ្លួនហើយគឺខ្លួនឯងមិនឈ្នះទេបាទដូច្នេះបានន័យថាពីព្រោះនៅក្នុងក្បួនធ្វើសឹកបើកាលណាយើងប្រើកម្លាំងអាកាសខ្លាំងពេកបង្ហាញថាកម្លាំងនៅដីរបស់យើងហ្នឹងវាទៅមុខដីរួចហើយពីព្រោះអីដូចយើងដឹងហើយនៅក្នុងតាក់ទិកហ្នឹងកម្លាំងដែលខ្លាំងគឺពួកថ្មើរជើងហ្នឹងពួកជើងគោកពួកថ្មើរជើងហ្នឹងពួកថ្មើរជើងទៅដល់ណាគឺអីទៅដល់ហ្នឹងព្រោះអាកាសនេះគ្រាន់តែកម្លាំងគាំទ្រទេថាកម្លាំងគាំទ្រទេมันអាចទៅឈរជើងបានទេបាទឥឡូវហ្នឹងគឺរុស្ស៊ីគាត់ប្រើតាក់ទិកហ្នឹងអញ្ចឹងលោក JD Vance ក៏និយាយសំពេលដែលអ៊ុយក្រែនក៏បាននិយាយថាបដិញ្ញាថានឹងយកដីមកវិញលោកប្រធានាធិបតី Trump ក៏ថានឹងជួយអ៊ុយក្រែនឲ្យបានយកដីទាំងអស់មកវិញផងដែរបាទដូចក៏ប៉ុន្តែរុស្ស៊ីគាត់នៅតែបកកាយអញ្ចឹងបាទនៅបកកាយគាត់ថាគាត់មិនចាញ់ទេហើយជាពិសេសនៅថ្ងៃនេះទូឯកចេញមួយទៀតហើយនៅថៃមានផាត់ឃ្លាំងបាទនៅរុស្ស៊ីមានមិត្តវេដេវបាទលោកមេត្រីមិត្តវេដេវដែលជាអតីតប្រធានាធិបតីរបស់រុស្ស៊ីដែរណាគាត់ហ្នឹងចេញមកពមៀនទៀតណាគាត់ថាអឺរ៉ុបប្រយ័ត្នប្រយែងណាពីព្រោះអឺរ៉ុបឯងហ្នឹងมันអាចនឹងទ្រាំទ្រនឹងធ្វើសង្គ្រាមជាមួយរុស្ស៊ីបានទេបាទបើសិនជារុស្ស៊ីប្រើនុយក្លេអ៊ែរនោះបាទកាលណាធ្វើអញ្ចឹងគឺវាអាចនឹងឈានទៅដល់នុយក្លេអ៊ែរអីចឹងបាទអាវុធដែលបន្លាយលោកអីចឹងបាទគឺអឺរ៉ុបឥឡូវជាប្រទេសដែលបែកបាក់អីចាស់ទុតត្រោមអញ្ចឹងដូច្នេះมันអាចនឹងមានលទ្ធភាពទប់មួយរុស្ស៊ីបានទេបាទអញ្ចឹងលោកមិត្តវេដេវចេញមកពមៀនអឺរ៉ុបដែរនៅថ្ងៃនេះបាទអញ្ចឹងបានមើលទៅល្អសាយដែរណានៅថៃមានផាត់ឃ្លាំងហើយនៅរុស្ស៊ីមានមិត្តវេដេវប៉ុន្តែនៅថ្ងៃនេះកាសែតដូចជា Council Nation ហ្នឹងខ្ញុំមើលមុននឹងមួយផ្លែតមិនបានមើលអស់ខ្ញុំមើលតែចំណងជើងគាត់សរសេរចំណងជើងថា countdown to laying weapon គាត់ប្រអាប់ផាត់ឃ្លាំងថាកំពុងរាប់ថយក្រោយក្នុងការដាក់អាវុធចុះហើយបាទក្នុងន័យនេះវាមានន័យពីរមានន័យរបៀបដូចគុណនិយមចេះថាលៀងដៃជប់ប្រយុទ្ធអញ្ចឹងណាឬក៏មានន័យថាដាក់អាវុធចុះចាញ់រត់ចោលសមរភូមិការពិតគាត់ទៅត្រែតបាទអញ្ចឹងនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងបច្ចុប្បន្នភាពអន្តរជាតិដែលខ្ញុំរីកាជូនបាទ